ជាទូទៅបងប្អូនជាកសិករគាត់បានលើកឡើងថាបើមិនដុតអញ្ចឹងទេនោះវានឹងពិបាកភ្ជួរស្រែបាទដោយសារតែអញ្ចឹងច្រើនគាត់ត្រូវតែដុតដើម្បីងាយស្រួលនៅក្នុងការភ្ជួរប៉ុន្តែបើតាមក្បួននៃបច្ចេកទេសបើសិនជាដុតអញ្ចឹងគឺដូចជាដុតលុយចោលអញ្ចឹងបងប្អូនដុតលុយធ្វើឲ្យខូចដីហើយប៉ះពាល់ដល់បរិស្ថានទៀតបាទដូច្នេះយើងមានកលឹះមួយពុកម៉ែបងប្អូនអាចប្រើប្រាស់អាសូតបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទវីដេអូមួយនេះខ្ញុំចង់ចែករំលែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងការតស៊ូមតិមួយចំនួនរវាងបងប្អូនប្រជាកសិករហើយនិងអ្នកបច្ចេកទេសកសិកម្មជាទូទៅបងប្អូនប្រជាកសិករគាត់បានលើកឡើងថាបើមិនដុតអញ្ចឹងទេនោះវានឹងពិបាកភ្ជួរស្រែបាទដោយសារតែអញ្ចឹងច្រើនគាត់ត្រូវតែដុតដើម្បីងាយស្រួលនៅក្នុងការភ្ជួរប៉ុន្តែបើតាមក្បួននៃបច្ចេកទេសគាត់ថាបើសិនជាដុតអញ្ចឹងធ្វើឲ្យខូចដីហើយប៉ះពាល់ដល់បរិស្ថានទៀតបាទអញ្ចឹងកន្លែងនេះខ្ញុំចង់ធ្វើការវែកញែកជាចំណុចរួមសម្រាប់ពុកម៉ែបងប្អូនទាំងអស់ដើម្បីយកទៅពិចារណាបាទកត្តាដែលយើងដុតចិញ្ច្រាំងគឺដោយបងប្អូនបានលើកអញ្ចឹងបាទទី1គឺវាជួយឲ្យមានភាពងាយស្រួលនៅក្នុងការភ្ជួរបាទក៏ប៉ុន្តែការដុតចិញ្ច្រាំងហ្នឹងបើតាមការស្រាវជ្រាវគឺដូចជាដុតលុយចោលអញ្ចឹងបងប្អូនដុតលុយបាទដោយសារតែចិញ្ច្រាំងគឺវាមានសមាសធាតុសំខាន់គឺជាសមាសធាតុកាបូនបាទកាបូនហ្នឹងគឺជាអាហាររបស់ពពួកមីក្រូសារពាង្គកាយដើម្បីជំនួយឲ្យដីហ្នឹងគឺមានបណ្ដុំសារធាតុចិញ្ចឹមបានល្អធ្វើឲ្យដីហ្នឹងបាទបង្កើននៅសារធាតុចិញ្ចឹមឲ្យដីដែលមានសារធាតុចិញ្ចឹមច្រើនគឺជាដីដែលសម្បូរទៅដោយសមាសធាតុពពួកកាបូនពពួកកាកសំណល់សរីរាង្គបាទដែលកាបូនហ្នឹងគឺជាអាហាររបស់ពពួកមីក្រូសារពាង្គកាយនៅពេលដែលវាធ្វើការបំបែកទៅវាផ្ដល់ទៅជាសារធាតុចិញ្ចឹមទៅឲ្យដីបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដុតអញ្ចឹងគឺដូចដុតលុយអញ្ចឹងបាទព្រោះថាអញ្ចឹងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់ពុកម៉ែបងប្អូនបាទចំណុចមួយទៀតបាទប៉ះពាល់ដល់បរិស្ថានប៉ះពាល់មិនខ្លះបាទយើងដឹងស្រាប់ហើយតែពេលដែលបងប្អូនដុតអញ្ចឹងគឺវាបំផ្លាញនៅជីវៈចម្រុះនៅក្នុងដីមានច្រើនបាទទី1ពពួកបាក់តេរីមានប្រយោជន៍បាទពពួកចលេនឬក៏ពពួកមីក្រូសារពាង្គកាយទូចសម្រាប់ធ្វើការបំបែកបាទអញ្ចឹងខ្ញុំចង់និយាយអំពីអត្ថប្រយោជន៍នៃចិញ្ច្រាំងបន្តិចថាតើកាបូនវាមានលក្ខណៈសំខាន់យ៉ាងម៉េចខ្លះនៅពេលដែលបងប្អូនភ្ជួរត្រឡប់ចូលទៅក្នុងដីហ្នឹងគឺវាជួយឲ្យដីបងប្អូនហ្នឹងមានគុណភាពកែប្រែមកវិញបានដោយវិធីសាស្ត្រណាបាទទី1ការសំណល់ចិញ្ច្រាំងគឺជាអាហាររបស់ពពួកមីក្រូសារពាង្គកាយនៅពេលដែលមីក្រូសារពាង្គកាយនៅក្នុងដីមានកាន់តែច្រើនគឺពពួកមីក្រូសារពាង្គកាយនឹងឯងគឺជាកាតាលីករជួយឲ្យដីធូរបាទតាមរយៈការធ្វើប្រព្រឹត្តកម្មការស៊ីកាកសំណល់សរីរាង្គនៃពពួកចិញ្ច្រាំងហ្នឹងបាទហើយកាលណាថាមានសមាសធាតុពពួកមីក្រូសារពាង្គកាយច្រើនគឺជាពពួកមីក្រូសារពាង្គកាយដែលមានអត្ថប្រយោជន៍សម្រាប់ជំនួយទៅដល់ដំណាំបាទដោយសារតែវាមានភាពបតិកលាគ្នានៃពពួកអតិសង្គមប្រាណនៅក្នុងដីបាទបាក់តេរីមានប្រយោជន៍បាទវាមានការបោះបតិកលាគ្នាពីមួយទៅមួយបាទហើយមួយវិញទៀតតួនាទីរបស់កញ្ច្រាំងគឺមានសមាសធាតុខ្ពស់បាទគេហៅថាពពួកកាបូនខ្ពស់បាទកាបូនហ្នឹងគឺជួយឲ្យដីរបស់យើងហ្នឹងបង្កើននៅពពួកបណ្ដុំអាគ្រីកេតដីបាទបណ្ដុំអាគ្រីកេតហ្នឹងគឺជាភាគល្អិតតូចរបស់ដីហ្នឹងបាទពេលដែលវាពុកផុយទៅគឺវាធ្វើឲ្យពពួកបណ្ដុំអាគ្រីកេតនៅក្នុងដីហ្នឹងកើនឡើងច្រើនបាទដែលមានប្រព័ន្ធខ្យល់ប្រព័ន្ធអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ប្រព័ន្ធឫសដំណាំធ្វើការចាក់ចូលទៅក្នុងដីបាទយើងដឹងស្រាប់ហើយថាកាលណាតែយើងមិនធ្វើឲ្យកញ្ច្រាំងនឹងពុកផុយបានល្អទេគឺដីរបស់យើងនឹងគឺវាប្រឈមជាមួយនឹងការបាត់បង់នៅអុកស៊ីសែនដោយសារតែដីនឹងគឺវាហាប់ណែនជាងមុនហាប់ណែនដោយសារតែវាបាត់បង់ពពួកកាកសំណល់សរីរាង្គហ្នឹងគឺបើធ្វើស្រែគឺមានតែចិញ្ច្រាំងហ្នឹងឯងដែលយើងត្រូវត្រឡប់ទៅឲ្យដីវិញបាទកញ្ច្រាំងគឺវាជួយឲ្យដីហ្នឹងកើតឡើងនៅបណ្ដុំអាគ្រីកេតបាទដុំពកនៅក្នុងដីហើយកាលណាតែដីមានបណ្ដុំអាគ្រីកេតច្រើនលទ្ធភាពនៅក្នុងការចាប់យកសារធាតុចិញ្ចឹមបានច្រើន
ចាប់យកជាតិទឹកបានច្រើនចាប់យកជីដែលយើងដាក់ទៅឲ្យរុក្ខជាតិបានច្រើនហើយមានប្រព័ន្ធខ្យល់មានប្រព័ន្ធអុកស៊ីសែនអាចស្តុកទឹកបានល្អពេញលេញធ្វើឲ្យដីយើងធូរបាទនឹងគឺជាលក្ខណៈសំខាន់ប៉ុន្តែបងប្អូនច្បាស់ជាឆ្ងល់ហើយថាតើដើម្បីយើងធ្វើឲ្យជ្រាំងនឹងវាល្អសមស្របពេលវេលាពុកផុយដើម្បីឲ្យដំណាំស្រូវនឹងមិនពុលជ្រាំងព្រោះធម្មតាបងប្អូនធ្វើទៅតែងតែមានបញ្ហាពុលជ្រាំងហ្នឹងបាទពុលជ្រាំងអាការៈទី1គឺកូនស្រូវបែកទៅអត់សូវឡើងទេបាទកូនស្រូវស្គមហើយឡើងក្រហមបាទអាហ្នឹងគឺពុលជ្រាំងមូលហេតុដែលពុលគឺទី1គឺវាមានការប្រកួតប្រជែងពពួកអាសូតបាទប្រកួតប្រជែងអាសូតពេលដែលចិញ្ច្រាំងនឹងវាអត់ទាន់មានការពុកផុយអញ្ចឹងធ្វើឲ្យកូនដំណាំទៅលឿងបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះពេលវេលានៅក្នុងបច្ចេកទេសដែលសមស្របគឺយើងអាចទុកដីរយៈពេលចន្លោះពី3សប្តាហ៍ទៅ4សប្តាហ៍បាទ3សប្តាហ៍ទៅ4សប្តាហ៍ទៅចិញ្ច្រាំងដែលយើងភ្ជួរលុបចូលទៅក្នុងដីហ្នឹងគឺវាមានការបំលែងទៅជាកាកសំណល់សរីរាង្គមួយដែលសមស្របមានសមាសារធាតុចិញ្ចឹមមានការពុកផុយបង្កើនទៅជាមានការមានរុនខ្យល់មានអីសមរម្យបាទសម្រាប់ដំណាំយើងដឹងស្រាប់ហើយតែឫសដំណាំគឺត្រូវការអុកស៊ីសែនបាទកាលណាតែមានអុកស៊ីសែនគ្រប់គ្រាន់គឺការលូតលាស់ការបឺតយកអាសូតបាទការចាប់យកសារធាតុចិញ្ចឹមនឹងពេញលេញបាទហើយមួយវិញទៀតធ្វើយ៉ាងណាដើម្បីឲ្យចិញ្ច្រាំងរបស់យើងនេះបងប្អូនពេលដែលខ្ញុំនិយាយថាទុកពេល3សប្តាហ៍ទៅ4សប្តាហ៍ឬក៏5សប្តាហ៍6សប្តាហ៍តាមប្រភេទនៃចិញ្ច្រាំងយូរបងប្អូនខ្លះគាត់តែវាយដីថ្ងៃនេះស្អែកព្រោះហើយបាទអញ្ចឹងនៅស្រស់ចូលទៅក្នុងដីហើយបើវាយថើទៀតដីឆៅបាទដូច្នេះយើងមានកលឹះមួយពុកម៉ែបងប្អូនអាចប្រើប្រាស់អាសូតប្រើប្រាស់ជីអាសូតយើងចន្លោះពី20គីឡូក្រាមទៅ40គីឡូក្រាមឬក៏50គីឡូក្រាមនៅក្នុង1ហិកតាពេលដែលបងប្អូនមុននឹងវាយជ្រាំងចូលទៅក្នុងដីហ្នឹងបងប្អូនបែកជីអ៊ុយរ៉េនិងម៉ាសាសិនទៅបាទបែកជីអ៊ុយរ៉េម៉ាសាចូលសិនទៅដើម្បីអីដើម្បីធ្វើតុល្យភាពបរិមាណកាបូនហើយនិងអាសូតកាបូនគឺចិញ្ច្រាំងនៅក្នុងចិញ្ច្រាំងអាសូតគឺនៅក្នុងជីអ៊ុយរ៉េនឹងកាលណាតែបរិមាណកាបូនហើយនិងអាសូតនឹងវាធ្វើតុល្យភាពនឹងគ្នាគឺវាធ្វើឲ្យចិញ្ច្រាំងនឹងវាឆាប់ពុកផុយបាទអញ្ចឹងវានឹងបន្ថយពេលវេលាឧទាហរណ៍ថាខ្ញុំថាចន្លោះពី4សប្តាហ៍ទៅ5សប្តាហ៍វាសមស្របនៅក្នុងលក្ខខណ្ឌធម្មតាបងប្អូនប្រើប្រាស់ជីអាសូតបញ្ចូលទៅវាអាចសល់ពេលត្រឹមតែ2សប្តាហ៍បងប្អូនអាចធ្វើការដាំដុះស្រូវបានហើយកាត់បន្ថយការធ្វើឲ្យកូនដំណាំកូនស្រូវនឹងពុលទៅជាលឿងបាទអញ្ចឹងវីដេអូនេះខ្ញុំចង់ចែករំលែកជូនពុកម៉ែបងប្អូនខ្លីពីអត្ថប្រយោជន៍នៅក្នុងការព្យួរចិញ្ច្រាំងលុបចូលទៅក្នុងដីបាទអញ្ចឹងវាមានគុណសម្បត្តិនិងគុណវិបត្តិបាទនឹងគឺជាវិធីសាស្ត្រមួយដែលបងប្អូនអាចយកទៅអនុវត្តបានងាយបាទជាចុងក្រោយនេះខ្ញុំបាទណាវិឆ័យពីក្រុមហ៊ុនជីកសិកម្មរុនស៊ីនផលិតផលរបស់ប្រទេសសង្ហបុរីសូមអរគុណសូមជម្រាបលា